ជំរាបសួរលោកគ្រូនិងសួស្តីទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយអំពីមេរៀនទី3ប្រទេសដែលថ្ងៃនេះខ្ញុំមកពីថ្នាក់ទី10A នៃវិទ្យាល័យព្រះអង្គឌួងដែលដឹកនាំដោយលោកគ្រូជិតធិរិទ្ធថ្ងៃនេះយើងមកចូលនិយមន័យរបស់ប្រទេសគឺជាសារពាង្គកាយឯកកោសិកាឬពហុកោសិកាការីយ៉ូតជាការីយ៉ូតចឹងប្រទេសបែងចែកចេញជា3ប្រទេសសត្វនិងប្រទេសរុក្ខជាតិនិងប្រទេសផ្សិតប្រទេសសត្វជាប្រូតូសូអែកោសិកាបជីពវាបែងចែកជា4តាមរបៀបរស់នៅនិងការផ្លាស់ទីហើយវារស់នៅក្នុងទឹកសាបទឹកប្រៃនិងទឹកក្នុងដីជាដើមចឹងប្រទេសចែកចេញជា3ហ្នឹងមានប្រទេសសត្វនិងប្រទេសរុក្ខជាតិនិងប្រទេសផ្សិតប្រទេសសត្វហ្នឹងចែកចេញជា4ប្រភេទចំណែកឯប្រទេសរុក្ខជាតិហ្នឹងចែកចេញជា3ហើយក្នុងនោះក៏សារាយចែកចេញជា3ប្រភេទដែរហើយប្រទេសផ្សិតចែកចេញជា2យើងចូលទៅដល់ 1.1 ប្រូតូសូអែផ្លាស់ទីដោយជើងបញ្ឆោតអាម៉ឺនចឹងអាម៉ឺនប្រើជើងបញ្ឆោតដើម្បីផ្លាស់ទីនិងចាប់អាហារអាម៉ឺនមានរូបរាងមិនកំណត់ហើយវាជាសារពាង្គកាយឯកកោសិកាដែលរស់នៅកន្លែងមិនស្អាតដូចជាដីភក់និងទឹកកខ្វក់ជាដើមហើយក្នុងនោះរូបគុំរបស់អាម៉ឺនមានណៃយ៉ូមានស៊ីតូផ្លាសជើងបញ្ឆោតអាម៉ឺនមានវ៉ាគុយអូកន្ត្រាក់ដែលផ្សំចូលគ្នាបង្កើតបានជារូបគុំអាម៉ឺនមួយយើងចូលទៅដល់ 1.2 ប្រូតូសូអែផ្លាស់ទីដោយរំញ័រប៉ារ៉ាមេស៊ីហ្នឹងវារំពាត់ដោយរំញ័រហើយវាប្រើប្រាស់រំញ័រសម្រាប់ធ្វើចលនានិងបញ្ចូលអាហារចូលក្នុងមាត់វារស់នៅក្នុងទឹកសាបនិងទឹកប្រៃហើយវាមានរំញ័រវាផ្សំឡើងពីរំញ័ររុនបញ្ចូលស៊ីតូផ្លាសវ៉ាគុយអូកន្ត្រាក់ប៉ែលីកុលវាមានណៃយ៉ូធំមានណៃយ៉ូតូចមានមាត់មានវ៉ាគុយអូរំលាយអាហារដែលទាំងអស់នេះផ្សំឡើងបង្កើតបានជារូបគុំប៉ារ៉ាមេស៊ីមួយចឹងយើងចូលទៅដល់ 1.3 ប្រូតូសូអែផ្លាស់ទីដោយផ្លាសាប្រូតូសូអែហ្នឹងជាប្រភេទមានមួយឬច្រើនវាប្រើប្រាស់ផ្លាសាសម្រាប់ធ្វើចលនាវារស់នៅក្នុងទឹកសាបមានដូចជាទឹកជ្រោះទឹកទន្លេបឹងបួជាដើមហើយនេះគឺជារូបគុំសារិយាមានណៃយ៉ូមានផ្លាសា4ប្រូតូសូអែបន្តពូជតាមរយៈស្ប៉អេរ៉ូអែប្រូតូសូអែប្រភេទប្រទេសផ្សិតដែលរស់នៅជាប៉ារ៉ាស៊ីតលើសត្វនិងមនុស្សការបន្តពូជរបស់វាធ្វើតាមរយៈស្ប៉ឧទាហរណ៍ផ្លាស្ម៉ូឌីយ៉ូមជាប្រភេទស្ប៉រ៉ូអែដែលបង្កជំងឺគ្រុនចាញ់ដល់មនុស្សប៉ារ៉ាស៊ីតនេះឆ្លងមកមនុស្សតាមរយៈមូសដែកគោញីខាងក្រោមនេះគឺជាការវិវត្តជីវិតទៅដល់រូបរបស់ការវិវត្តរបស់ជីវិតអញ្ចឹងនេះគឺជាការវិវត្តរបស់ផ្លាសូឌីយ៉ូមនេះគឺជារូបរបស់វាយើងចូលទៅដល់ចំណុច2ប្រទេសរុក្ខជាតិភាគច្រើនជាសារាយវាជាភេវៈរស់ស្វ័យជីពដែលអាចធ្វើរស្មីសំយោគប្រទេសនឹងរុក្ខជាតិមានផ្លែនឌីយ៉ាតូមេនិងសារាយចឹងពីឡែនហ្នឹងគឺជាសារពាង្គកាយឯកកោសិកាជាប្រទេសផ្សិតផង
និងរុក្ខជាតិផងAirplane នឹងជាភាវៈបរជីបពេលគ្មានពន្លឺនិងជាភាវៈរស់ស្វ័យជីបនៅពេលមានពន្លឺហើយវាផ្សំឡើងពីភ្នែកវ៉ាគុយអូកន្ត្រាក់ណៃយ៉ូក្លរ៉ូផ្លាសនិងផ្លាស្វែរដែលបង្កើតបានជារូបគមAirplane យើងចូលទៅដល់ 2.2 ឌីយ៉ាតូមេឌីយ៉ាតូមេជាឯកោសិកាវាជាចំណីរបស់ត្រីនិងសត្វនៅក្នុងទឹកសារពាង្គកាយរបស់វាស្រោបដោយជាតិស៊ីលីសដែលអាចច្នៃធ្វើជាថ្នាំដុសធ្មេញឬសម្ភារៈផ្សេងៗនៅពេលដែលវាងាប់នេះគឺជាកោសិកាឌីយ៉ាតូមេ 2.3 សារ៉ាយភាគច្រើនជាសារពាង្គកាយពហុកោសិកាខ្លះទៀតជាសារពាង្គកាយឯកោសិកាវាមានសរសៃពណ៌បៃតងខ្លះសារ៉ាយមាន3ដូចជាសារ៉ាយបៃតងសារ៉ាយក្រហមនិងសារ៉ាយត្នោតមនុស្សប្រើប្រាស់សារ៉ាយជាអាហារឬផលិតអាកាសកាដែលជាសារធាតុសំខាន់សម្រាប់បណ្ដុះបាក់តេរីនៅក្នុងមណ្ឌលពិសោធន៍ភាពលើសលប់របស់សារ៉ាយបង្កើតបរិមាណអុកស៊ីហ្សែនសារ៉ាយក្នុងទឹកនិងកាត់បន្ថយកង្វះក្នុងទឹកនេះគឺជារូបរបស់សារ៉ាយត្នោតវាមានជើងទម្រមានដើមមានថង់ខ្យល់មានស្លឹកយើងចូលទៅដល់ចំណុចទី3គឺប្រូទីសផ្សិតជាភាវៈរូបបរជីបកោសិការបស់វាមានគ្នាគ្រោងហើយបន្តពូជតាមរយៈស្ពរក្នុងប្រូទីសផ្សិតមានស្លែភក់និងស្លែទឹកចឹង 3.1 ស្លែភក់គឺជាសារពាង្គកាយឯកោសិកាវាផ្លាស់ទីនិងស៊ីអាហារបាក់តេរីនិងរុក្ខជាតិរលួយដោយប្រើជើងបញ្ឆោតដូចអាម៉ឺននេះគឺជារូបស្លែភក់ 3.2 ផ្សិតទឹកវារស់នៅក្នុងទឹកនិងកន្លែងសើមវាស៊ីសាកសពជាអាហារហើយខ្លះជាប៉ារ៉ាស៊ីតចឹងនេះគឺជារូបរបស់ផ្សិតទឹកជាចុងក្រោយនាងខ្ញុំសូមអរគុណទៅដល់អ្នកទាំងអស់គ្នានិងលោកគ្រូដែលបានស្ដាប់វីដេអូរបស់ខ្ញុំសូមអរគុណ